ខណៈឡើងភ្នំរកឆ្នាំបរោះកំឡុងម្នាក់បានជួបនឹងនាគទេពដែលជាប់អន្ទាក់ចាំខ្ញុំជួយគេមិនដឹងទេថានាគទេពនេះជាប់ឃុំនៅទីនេះអស់រាប់ម៉ឺនឆ្នាំមកហើយកន្លងមកគ្មាននរណាអាចជួយវាបានឡើយគេសង្កេតឃើញថានាគនេះជាប់ចំណងដោយសារមកុដរីគេប្រើទំពក់ថ្ពក់ជាប់នឹងមកុដដែលបង្កប់ក្នុងសាច់នាគរួចប្រមូលកម្លាំងទាំងអស់ទាញយ៉ាងខ្លាំងមិននឹកស្មានថាមកុដដែលជាប់រាប់ម៉ឺនឆ្នាំនោះត្រូវបានទាញចេញមែននាគទេពមានសេរីភាពឡើងវិញក៏បន្លឺសំឡេងក្រហមយ៉ាងសប្បាយរីករាយបុរាណថាអ្នកជួបនាគនឹងមានលៀបធំចុះទម្រាំតែអ្នកជួយជីវិតនាគទៀតវាគឺជាមហាសំណាងដែលមិនអាចកាត់ថ្លៃបាននាគទេពបានប្រគល់មរតកកម្ពុជារបស់ត្រកូលនាគឲ្យទៅកំឡោះម្នាក់នេះដើម្បីជួយការហ្វឹកហាត់ប៉ុន្តែពេលត្រឡប់ទៅផ្ទះវិញគេបែរជាឃើញប្អូនស្រីខ្លួនឯងត្រូវពួកសាច់ញាតិមហិច្ឆតាទាបវីដំទៅវិញគេខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះទៅផ្ទះកំភ្លៀងប្អូនជីដូនមួយម្នាក់នោះមួយទំហឹងតែអាម្នាក់នោះមិនខឹងឡើយព្រោះវាដឹងថាគេធ្លាប់ត្រូវខ្មាំងលួចធ្វើបាបរហូតដល់ដាច់លង្គ្រឹះលេងយិនខ្លាចជាមនុស្សឥតប្រយោជន៍ទៅហើយតំណែងអ្នកបន្តវេនគង់តែធ្លាក់មកលើដៃវានោះទេតែគេមិនព្រមចុះចាញ់ឡើយក៏សម្រេចចិត្តចុះកិច្ចសន្យាស្លាប់រស់ណាត់ជួបគ្នានៅលើសង្វៀនក្នុងរយៈពេល30ថ្ងៃទៀតដើម្បីកាត់សេចក្តីស្លាប់ឯងនឹងឯងត្រូវតែមានម្នាក់ស្លាប់ម្នាក់រស់ដើម្បីយកឈ្នះសត្រូវគេខំប្រឹងហ្វឹកហាត់ទាំងអត់បាយអត់ទឹកតែដោយសារលង្គ្រឹះត្រូវដាច់គេក៏ត្រូវធៀបភ្លើងចូលជ្រែករហូតដល់ក្អួតឈាមមកក្រៅទោះជាឈឺចាប់ក៏គេមិនព្រមបោះបង់ការតស៊ូឡើយរំពេចនោះមរតកត្រកូលនាគក្នុងខ្លួនក៏ត្រូវបានដាស់ឲ្យភ្ញាក់ឡើងឯងចង់ហាត់ឡើងវិញទេខ្ញុំចង់តែលង្គ្រឹះរបស់ខ្ញុំត្រូវបានគេបំផ្លាញអស់ហើយហេដាច់អស់កាន់តែល្អមហន្តរាយចិត្តមកដល់ហើយបើឯងព្រមដាស់ឈាមជ័រឆាងស្វៀនដើម្បីទប់ទល់នឹងគ្រោះកាច់នេះយើងនឹងជួយឯងឲ្យសម្រេចវិជ្ជាឡើងវិញតើអាចស្ដារលង្គ្រឹះឡើងវិញបានមែនទេឈាមជ័រនាគខៀវគឺជាអត្ថិភាពដ៏កម្ពស់បំផុតក្នុងโลกនេះហាត់3ថ្ងៃបានកម្រិតគីនតាន100ថ្ងៃអាចខ្លាយជាទេពការឡើងឋានសួគ៌គឺងាយដូចបកចេកយោពមខ្ញុំពមមុនពេលមហន្តរាយមកដល់សូមជួយឲ្យខ្ញុំខ្លាំងពូកែផងក្រោយធាតុអាកាសចូលក្នុងខ្លួនគេមិនត្រឹមតែបានលង្គ្រឹះស្មុកវិញទេតែសមត្ថភាពក៏លោតផ្លោះខ្លាំងណាស់ដែរស្របពេលកំពុងវឹកហាត់ពួកក្មេងសាច់ញាតិមហិច្ឆតាក៏ស្ទុះមកដេកដាស់ពួកវាចំណែនដែលគេនៅតែប្រើបន្ទប់វឹកហាត់ដ៏ល្អបំផុតក្នុងត្រកូលពួកវាជិលប្រតិចនឹងដេញគេចេញតែគេមិនទុកមុខឲ្យពួកកាកសំណល់ទាំងនេះឡើយគេស្ទុះទៅចាប់ពួកអាម្នាក់នោះហើយប្រាប់ថាពួកសម្រាមគ្មានសិទ្ធិមកប្រុសនៅទីនេះទេពួកវាចង់យកឈ្មោះមេប្រយោគមកគំរាមគេទៀតគេមិនខ្លាចឡើយខណៈរៀបនឹងសម្លាប់វាចោលមេប្រយោគដ៏ធំក៏បង្ហាញខ្លួនជាងហ្វាងអញហ៊ានណាស់ឈិនហ្វាងអញពិតជាថ្លើមធំមែនហ៊ានសម្លាប់មនុស្សនៅចំពោះមុខយើងផងអីការខ្ញុំចេញច្បាំងបង្កើតស្នាដៃជូនត្រកូលចុះពួកសម្រាមអស់នេះវាធ្វើអីខ្លះក្រៅពីចេះអួតក្អេងក្អាំងនៅក្នុងផ្ទះតើពួកវាមានសិទ្ធិអីមកព្រោះដាក់ខ្ញុំហេតែអញគ្មានសិទ្ធិមកសម្លាប់សមាជិកត្រកូលតាមចិត្តឡើយឯងត្រូវតែផ្ដល់ចម្លើយឲ្យយើងបើមិនអញ្ចឹងទេមនុស្សខ្ញុំសម្លាប់រួចហើយបើលោកមិនសុខចិត្តទេចេញមកតាំងដោយផ្ទាល់មកមនុស្សមកចាប់វាឲ្យយើងចាំមើលអ្នកណាហ៊ានមុនពេលលោកម្ចាស់បិទភ្នំលោកបានប្រគល់បញ្ជីការត្រកូលមកឲ្យខ្ញុំគឺជាអ្នកបន្តវេនផ្លូវការបើពួកឯងហ៊ានប៉ះខ្ញុំគឺស្មើនឹងការក្បត់ពួកឯងចង់មកមែនទេឈិនហ្វាងឯងគិតថានៅមានគេចាត់ទុកមនុស្សឥតប្រយោជន៍លឹងគ្រូដាច់ដូចជាឯងជាអ្នកបន្តវេនទៀតមែនទេបើឯងចេះរស់នៅស្ងៀមស្ងាត់ប្រហែលជាអាចរស់បានយូរបន្តិចតែឯងបែរជាមកអួតក្អេងក្អាំងបែបនេះនិយាយចប់នៅខ្ញុំដឹងថាដែលលោកឲ្យពួកវាចូលមកគឺចង់ដឹងពីសមត្ថភាពដែលនៅសល់របស់ខ្ញុំប៉ុណ្ណោះមិនបាច់សាកល្បងនាំតែហត់ទេតោះយើងមកតាំងគ្នាតែម្ដងទៅខ្លាចមនុស្សឥតប្រយោជន៍ម្នាក់នេះមិនហ៊ានចេញមកមែនទេអញពិតជាចេះរៀបចំផែនការមែនហានិយាយច្រើនយ៉ាងនេះមានន័យថាមិនហ៊ានមែនទេក្មេងខ្ចីដូចឯងមានសិទ្ធិអីមកតាំងជាមួយមេប្រយោគធាតុអាកាសបែកធ្លាយគេបានទម្លុះដល់កម្រិតគីនតានហើយមែនទេត្រូវហើយជីវិតរបស់ខ្ញុំគឺស្ថិតនៅលើដៃរបស់ខ្ញុំមិនមែននៅលើមេឃឡើយយើងនឹងឲ្យពេលឯង1 ខែក្រោយយើងនឹងកាត់សេចក្តីជាមួយគ្នាហាអាខៃខ្ញុំមានអារម្មណ៍ថាវាហាក់ដូចជាចម្លែកណាស់ចម្លែកយ៉ាងណាក៏លឹងគ្រឹះវាដាច់បាត់ទៅហើយក្រុមប្រឹក្សាបានពិនិត្យរួចរាល់ហើយតើទោះហាត់ឡើងវិញក៏គ្មានផ្លូវឡើងដល់កម្រិតគីនតានក្នុងពេលខ្លីបានឡើយទេពធីតាមកដល់ហើយមិនដឹងថាទេពធីតាត្រកូលជាងយើងមកត្រកូលឈិនយើងមានការអីដែរត្រកូលជាងយើងទទួលបានបញ្ជាពីស្ថានសួគ៌
ថាត្រកូលឈិនរបស់អ្នកមានកម្ពូលអ្នកខ្លាំងម្នាក់ទើបនឹងដាស់ឈាមចរបានតើលោកដឹងទេថាតើជាម្នាក់ណាចុះក្នុងបញ្ជាសួកបានបញ្ជាក់ទេថាជាឈាមចរប្រភេទណាមិនបានបញ្ជាក់ទេដឹងត្រឹមតែថាវាពាក់ព័ន្ធនឹងនាគដើម្បីទប់ទល់គ្រោះកាចរបស់លោកនាពេលខាងមុខបើអញ្ចឹងខ្ញុំដឹងថាជាអ្នកណាហើយគឺឈិនវឹងឈិនវឹងទើបតែដាស់ឈាមចរពោះរីកបានពោះក៏ជាអំបូរនាគដែរអ្នកដែលស៊ូក៏ចង់បានច្បាស់ជាគេមិនខានតើទេពធីតាឲ្យនិយមន័យកម្ពូលអ្នកខ្លាំងយ៉ាងម៉េចដែរគឺអ្នកដែលមានដុំខ្លាំងបំផុតអ្នកដែលមានសមត្ថភាពលើសគេឯងបើអញ្ចឹងខ្ញុំនេះហើយឈិនវឹងគឺជាកម្ពូលអ្នកខ្លាំងក្នុងត្រកូលនេះមិនបាច់មានប្រតិកម្មខ្លាំងបែបនេះទេក្របថ្នាំហីសម្រាប់ដែលដាច់ឫសគល់វិញ្ញាណដូចឯងបើឲ្យក្របថ្នាំទៅទៀតគឺខ្ជះខ្ជាយណាស់យើងសម្រេចចិត្តថាចាប់ពីថ្ងៃនេះទៅចំណែកក្របថ្នាំរបស់ឯងត្រូវកាត់ចោលទាំងអស់តើលោកឥឡូវនេះឈិនហ្វុងគឺជាអ្នកខ្លាំងក្នុងត្រកូលយើងក្របថ្នាំទាំងអស់ត្រូវផ្ដល់ឲ្យគេជាអាទិភាពគេគឺជាអ្នកខ្លាំងប្រហែលណាស់នៅចំពោះមុខទេពធីតាត្រកូលជាងមិនឲ្យឯងមកនិយាយស្ដីផ្ដេសផ្ដាស់ឡើយបើអ្នកគិតថាគេមិនមែនជាអ្នកខ្លាំងចុះអ្នកខ្លាំងក្នុងត្រកូលអ្នកគឺជាអ្នកណាការខ្លាចជាអ្នកខ្លាំងតើមានប្រយោជន៍អ្វីខ្លះអាចចូលទៅវឹកហាត់ក្នុងដែនដីបរិសុទ្ធត្រកូលចឹងបានល្អណាស់អញ្ចឹងខ្ញុំនឹងបង្ហាញឲ្យឃើញថានរណាគឺជាអ្នកខ្លាំងពិតប្រាកដឬគល់វិញ្ញាណរបស់គេដាច់អស់ហើយមិនអាចជាអ្នកខ្លាំងបានឡើយអ្វីដែលក្នុងទំនីចង់បានគឺមិនមែនជាមនុស្សធម្មតាដែលអាចស្មានដឹងឡើយក្នុងពេលដែលអ្នកទាំងពីរសុទ្ធតែថាខ្លួនឯងជាអ្នកខ្លាំងចុះអ្នកទាំងពីរអាចឲ្យឈាមមួយដំណក់ដល់ខ្ញុំបានទេរាល់អ្នកខ្លាំងទាំងអស់ដែនដីអាទិទេពប្រកាសជាមានកត់ត្រាទុកឈាមរបស់អ្នកទាំងពីរខ្ញុំនឹងយកត្រឡប់ទៅឲ្យចាស់ទុំក្នុងត្រកូលពិនិត្យមើលកន្លះខែក្រោយខ្ញុំនឹងត្រឡប់មកវិញតើនរណាជាអ្នកខ្លាំងពិតប្រាកដដល់ពេលនោះនឹងបានរឿងច្បាស់ហើយបងប្រុសកុំបារម្ភអីក្នុងរយៈពេលមួយខែនេះខ្ញុំនឹងឈានដល់កម្រិតយានសិនឲ្យបានយានសិនហីឈិនខ្វាងអញពិតជាស្មានថាខ្លួនឯងជាអ្នកខ្លាំងមែនទេឯងមកទីនេះធ្វើអីមកមើលថាឯងស្លាប់ឬនៅនិយាយថាម្សិលមិញក្រុមព្រឹទ្ធាចារ្យបានកាត់ចំណែកក្របថ្នាំរបស់អញហើយមែនទេឈិនខ្វាងចុះហេតុអីមិនរស់នៅឲ្យបានស្រួលបួលក្នុងថ្ងៃដែលនៅសល់ទៅសៀវវ៉ាន់ជូនភ្ញៀវខ្ញុំដឹងថាឯងមិនសុខចិត្តទេប៉ុន្តែរឿងដែលឯងដាច់ឫសគល់វិញ្ញាណគឺជាការពិតដែលមិនអាចប្រកែកបានកុំប្រឹងរើបំរែអីទៀតអីឯងគឺជាមនុស្សឥតបានការទៅហើយមិនអាចងើបក្បាលរួចឡើយសៀវវ៉ាន់ឯងស្ដាប់មិនបានទេហីជូនភ្ញៀវឈិនខ្វាងល្អណាស់ខ្ញុំក៏មិនខ្ជិលនិយាយច្រើនជាមួយឯងដែរនៅទីនេះមានគ្រាប់ថ្នាំជំនួយកម្រិតខ្ពស់និងត្បូងវិញ្ញាណខ្លះទុកជាសំណងឲ្យខ្ញុំសូមផ្ដាច់ពាក្យជាមួយឯងយករបស់ទាំងនេះរួចចេញទៅឲ្យឆ្ងាយពីវិមាននេះទៅចាប់ពីពេលនេះទៅមិនឲ្យនិយាយពីសំបីតែបន្តិចរឿងដែលឯងធ្លាប់មានភ្ជាប់ពាក្យជាមួយខ្ញុំហាហាហាឯងសើចអីរឿងនេះវាគួរឲ្យខ្មាស់គេណាស់មែនទេអីគេរឿងដែលធ្លាប់មានភ្ជាប់ពាក្យជាមួយខ្ញុំឈិនខ្វាងម្នាក់នេះវាគួរឲ្យខ្មាស់គេណាស់មែនទេកាលពីដើមគឺម្ដាយរបស់នាងអង្គរកសុំឲ្យមានការភ្ជាប់ពាក្យនេះតើចុះយ៉ាងម៉េចកាលនោះឯងគឺជាអ្នកបន្តវេនតែឥឡូវឯងគ្រាន់តែជាមនុស្សឥតបានការម្នាក់ប៉ុណ្ណោះហាហាហាថ្ងៃនេះខ្ញុំអ៊ូអ៊ីឈីងនឹងដាក់សម្ដីនៅទីនេះទោះបីជាឯងពិតជាអ្នកខ្លាំងមែនក៏រវាងពួកយើងគឺមិនអាចទៅរួចជាដាច់ខាតល្អណាស់អញ្ចឹងចាំមើលទៅសៀវវ៉ាន់យករបស់អស់ទាំងនេះទៅវិញឲ្យអស់ទៅលឿនឡើងល្អណាស់អញជាក្មេងស្រីម្នាក់ហ៊ានទៅលួចរបស់គេផងហើយខ្ញុំអត់បានលួចទេចុះរបស់នេះជាអីអញគ្រាន់តែជាសិស្សក្រៅតើបានគ្រាប់ថ្នាំកម្រិតខ្ពស់បែបនេះមកពីណានេះគឺជាគ្រាប់ថ្នាំដែលអ្នកនាងអ៊ូអ៊ីឈីងឲ្យមកបងប្រុសមិនឲ្យយកទៅឲ្យខ្ញុំយកទៅសងគាត់វិញសម្ដីឥតប្រយោជន៍ប្រាប់មកថាគ្រាប់ថ្នាំនេះអញលួចមកមែនទេខ្ញុំអត់បានលួចទេនៅរឹងរូសទៀតបងស្រីគ្រាប់ថ្នាំបាត់អស់មួយគ្រាប់ហើយចៅលួចរបស់មិនចេះខ្មាស់គេហ៊ានលួចគ្រាប់ថ្នាំអ្នកបន្តវេនត្រឹមហើយឈិនខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញបង្ហាញអីបង្ហាញបែបណាមើលមកខ្ញុំអាហាយ៉ាបើនៅក្នុងពោះខ្ញុំមានគ្រាប់ថ្នាំមែនខ្ញុំសុខចិត្តស្លាប់ល្អណាស់ក្នុងពោះឯងគ្មានគ្រាប់ថ្នាំទេគឺយើងស្លាប់មើលឲ្យច្បាស់ទៅគ្មានគ្រាប់ថ្នាំឡើយឥឡូវគ្រាប់ថ្នាំប្រហែលជាចូលទៅក្នុងពោះវៀនអស់ហើយដឹងអញប្រហែលជាត្រូវពោះមើលទើបអាចឃើញច្បាស់
ពិតជាអត់មានមែនហូតាមពិតគ្រប់ឆ្នាំដែលបាត់គឺនៅទីនេះតើតាមពិតខ្ញុំដឹងតាំងពីដំបូងថាឯងមិនបានលួចស៊ីទេឯងចាញ់បោកខ្ញុំហើយសៀវវ៉ាន់ឯងមិនអាចសម្លាប់ខ្ញុំទេបងធំរបស់ខ្ញុំគឺចិនហ្វុងគេចិត្តខ្លាចជាអ្នកបន្តវេនហើយសម្លាប់មិនបានហើយចិនខ្វាងចុះឯងលៀមសម្លាប់ចិនហួងយើងប្រកាសជាឲ្យឯងសងជីវិតវិញបើថ្ងៃនេះពួកវាចង់រក្សាជីវិតឯងចុះឯងវិញចង់រស់ទេឈប់កុំឲ្យចិនខ្វាងសម្លាប់គេអីបើទោះបីជាត្រូវបដូរជីវិតចាស់នេះក៏យើងមិនឲ្យឯងសម្លាប់គេដែរចិនហ្វុងយើងដឹងថាឯងមានការសន្យាស្លាប់រស់ជាមួយវាប៉ុន្តែឥឡូវនេះវាបានសម្លាប់សមាជិកត្រកូលពីរនាក់តែមិនមែនឥឡូវនេះទេថ្ងៃស្អែកគឺជាការប្រកួតស្លាប់រស់របស់ខ្ញុំនិងវាមនុស្សមកពីគ្រប់ទីនឹងមកមើលខ្ញុំមិនត្រឹមតែចង់សម្លាប់វាទេតែខ្ញុំចង់ឲ្យពិភពលោកដឹងថាខ្ញុំចិនហ្វុងគឺជាអ្នកខ្លាំងពិតប្រាកដសៀវវ៉ាន់បងធ្លាប់សន្យាជាមួយពុកថានឹងមើលថែនាងឲ្យបានល្អតែស្លាប់ហើយនៅសល់តែឈិនហ្វុងម្នាក់ទៀតប៉ុណ្ណោះបងនឹងសម្លាប់វាដើម្បីសងសឹកឲ្យឯងនេះគឺជាការប្រកួតដំបូងដើម្បីបញ្ជាក់ពីតំណែងអ្នកបន្តវេនរបស់ឯងជួបជាមួយវាមិនបាច់លើកលែងឡើយឈិនខ្វាងត្រូវតែស្លាប់ទៅចុះបង្ហាញសមត្ថភាពពិតរបស់ឯងចេញមកឈិនខ្វាងចេញមកទទួលយកសេចក្តីស្លាប់ត្រកូលឈិននៅលើសង្វៀនស្លាប់ពីផ្លូវថ្នូរអ្នកស្លាប់នេះត្រូវពាក់របស់ខ្លួនឯងហើយក្នុងអំឡុងពេលប្រកួតមិនឲ្យអ្នកក្រៅលោកដៃជួយឡើយបើគ្មានយោបល់អីទេចាប់ផ្ដើមទៅចាំបន្តិចឈិនខ្វាងបើឯងសុំចុះចាញ់ឥឡូវនេះនៅតាន់ពេលហេតុអីឯងជឿជាក់ថាខ្ញុំប្រកាសជាចាញ់ត្រឹមត្រូវហើយខ្ញុំបានសន្យាជាមួយឈិនហ្វុងហើយថានៅពេលគេខ្លាចជាអ្នកបន្តវេនខ្ញុំនឹងរៀបការជាមួយគេឯងនិងខ្ញុំគ្មានពាក់ព័ន្ធគ្នាទៀតទេសម្រាប់វាដើម្បីសងជីវិតឯងនេះជាសមរភូមិដំបូងមុនខ្លាចជាម្ចាស់តំណែងសិទ្ធិបន្តិចមិនបាច់ប្រណីដៃទេមិនបាច់ប្រណីដៃឡើយលោកតាចាងកុំបារម្ភអីសម្រាប់វាខ្ញុំម្នាក់គឺគ្រប់គ្រាន់ហើយអាឈិនខំលើកនេះវាច្បាស់ជាស្លាប់មិនខានទៅចុះឈិនខំមកទទួលយកសេចក្តីស្លាប់ទៅយោងតាមច្បាប់ត្រកូលឈិននៅលើលានប្រកួតស្លាប់រស់នេះដើម្បីជាកិត្តិយសភាគីទាំងពីរត្រូវបិទមុខប្រកួតគ្នាហើយក្នុងអំឡុងពេលប្រកួតមិនអនុញ្ញាតឲ្យអ្នកក្រៅចូលមកជួយឡើយបើគ្មានអ្នកណាជំទាស់ទេចាប់ផ្ដើមទៅឈប់សិនឈិនខំឯងសុំចុះចាញ់ឥឡូវនេះនៅតាន់ពេលណាហ៎នាងប្រកាសចិត្តខ្លាំងណាស់មែនទេថាខ្ញុំច្បាស់ជាចាញ់នោះពិតមែនហើយខ្ញុំបានយល់ព្រមជាមួយឈិនហ្វុងរួចហើយឲ្យតែគេបានឡើងជាសេជឺខ្ញុំនឹងរៀបការជាមួយគេឯងនិងខ្ញុំតើមានពាក់ព័ន្ធអ្វីនឹងគ្នាទៀតនេះជាផ្លូវដែលនាងជ្រើសរើសខ្លួនឯងកុំស្ដាយក្រោយឲ្យសោះសម្រាប់ឯងទៅខ្ញុំនឹងក្លាយជាសេជឺថ្មីមកទទួលយកសេចក្តីស្លាប់ទៅបង្ហាញសមត្ថភាពពិតប្រាកដរបស់ឯងមក